今天可能会下雨今天可能会下雨今天ថ្ងៃនេះអូខេខនឹងអាចថ្ងៃនេះអាចនឹងធ្លាក់ភ្លៀងអូខេហួយហ្នឹងកន្លែងហ្នឹងបកថានឹងដល់នេះណាតែនឹងស្អឺអូខេសាអ៊ីហ្នឹងគឺធ្លាក់ភ្លៀងណាថ្ងៃនេះអាចនឹងធ្លាក់ភ្លៀងអញ្ចឹងយើងមើលអាកាសធាតុទៅដូចមេស្អាប់មេអីចឹងណាអូខេថា今天可能会下雨OK我们出去的时候一定要带上伞或者雨衣哦អញ្ចឹងយើងអាចនិយាយបន្ថែមខ្លួនឯងណាថាពេលចេញទៅក្រៅកុំភ្លេចយកឆាត់ឬក៏អាវភ្លៀងអញ្ចឹងទៅតាមខ្លួនណាអញ្ចឹងយើងមើលអាកាសធាតុមុននឹងចេញទៅក្រៅអូខេដោយសារឥឡូវហ្នឹងគឺជារដូវវស្សាបងប្អូនអត់ទាន់ផុតទេណាអូខេអញ្ចឹងពេលចេញទៅក្រៅប្រយ័ត្នប្រយែងបងប្អូនហ្នឹងហើយអញ្ចឹងប្រយោគថ្ងៃហ្នឹងលsưបរៀនងាយស្រួលណាបងប្អូនតប្រយោគទី2របស់យើង他的体温正常他的体温正常កម្ដៅរបស់គាត់ធម្មតាតើគ្នាធីវ៉ុនហ្នឹងគឺកម្ដៅណាតើគ្នាអាវ៉ុនហ្នឹងយើងអាចអានវ៉ុនក៏បានអានវ៉ុនក៏បានវាមានសម្លេង2សម្លេងវមួយសម្លេងអមួយ W ណាតើគ្នាអាជើងជំនះ U ហ្នឹងតើគ្នាវាមានសម្លេងវមួយសម្លេង U មួយសម្លេងអsorry តើគ្នាអញ្ចឹងចាំណាកន្លែងហ្នឹងអាចបញ្ចេញសម្លេងវក៏បានសម្លេងអក៏បានអត់ខុសទេណាអូខេធីវ៉ុនក៏បានធីវ៉ុនក៏បានអូខេ正常ហ្នឹងគឺធម្មតាអូខេកម្ដៅរបស់គាត់ធម្មតាបើសិនជាគាត់រៀងមានអារម្មណ៍ថាអត់សូវស្រួលខ្លួនក្តៅខ្លួនអញ្ចឹងណាប៉ុន្តែទៅពេទ្យវាស់កម្ដៅទៅពេទ្យគាត់ថាទៅធីវ៉ុន正常មិនវ៉ុនធីតើអត់មានបញ្ហាទេណាអូខេតើប្រយោគទី3របស់យើង你很快就会好的你很快就会好的អ្នកនឹងល្អប្រសើរឆាប់នេះឧទាហរណ៍ថាយើងមានជំងឺអញ្ចឹងណាអ្នកនរគ្នាយើងឈឺអញ្ចឹងទៅហើយមានគេមកសួរសុខទុក្ខមិត្តភក្តិមកសួរសុខទុក្ខថាអើយបងអើយមិនដឹងថ្ងៃណាជាតិទេហើយក៏មិត្តភក្តិលើកទឹកចិត្តថាបាច់ភ័យទេអ្នកនឹងល្អប្រសើរឆាប់នេះណាខំប្រឹងញ៉ាំថ្នាំសម្រាប់បានច្រើនទៅណាអូខេនេះ很快就会好的អូខេប្រយោគថៃតានស៊ីនកុំព្រួយបារម្ភខ្លាំងពេកណាតានស៊ីនហ្នឹងព្រួយបារម្ភណាស់អ្នកគ្នាអូខេងាយស្រួលណាអូខេតើប្រយោគចុងក្រោយរបស់យើងណា这毫无道理这毫无道理គ្មានហេតុផលតតសោះអញ្ចឹងមកន័យថាគាត់និយាយស្អីចេញមកថាបុគ្គលម្នាក់ទៀតគាត់និយាយស្អីចេញមកថានិយាយមកដូចមានហេតុផលហ្មង这毫无道理អូខេអត់មានហេតុផលតតសោះណាកុំនិយាយទៀតបានហើយប៉ុណ្ណឹងបានហើយវាអត់សមហេតុសមផលណាអូខេបញ្ជប់តំណែងតែយើងនិយាយកាន់តែច្រើនកាន់តែខុសអញ្ចឹងណាអូខេដល់គ្នាដឹងស្រាប់ហើយសម្ដីរបស់យើងពេលខ្លះយើងនិយាយចេញមកអាចនឹងថានិយាយទៅវាសមហេតុផលនិយាយទៅវាល្អសម្រាប់គេប៉ុន្តែពេលខ្លះយើងនិយាយកាន់តែច្រើនវាធ្វើឲ្យបញ្ហានឹងវាកាន់តែមានបញ្ហាទៅអញ្ចឹងណាវាអាចដោះស្រាយបានអញ្ចឹងពេលខ្លះគេហៅថាសម្ដីរបស់យើងគឺកាត់បន្ថយអ្នកនរគ្នាមើលណាមើលមុខមាត់របស់យើងអ្នកនរគ្នាហេតុអីបានធម្មជាតិបកើតមកយើងមានភ្នែក2ច្រមុះ2មាត់តែមួយទេតិចដល់2អញ្ចឹងគេចង់និយាយថាភ្នែកយើងមាន2មើលច្រើនច្រមុះមាន2ហិតក្លិនច្រើនតែមិនហិតក្លិនមិនល្អណាអត់ដូចថាហិតក្លិនបធរហិតក្លិនចំណេះវិជ្ជាអីចឹងទៅអូខេតិចមាន2ស្ដាប់ឲ្យច្រើនអញ្ចឹងណាឃើញទេដល់ពេលមាត់មានតែមួយទេយើងនិយាយឲ្យតិចគេថាមើលឲ្យច្រើនស្ដាប់ឲ្យច្រើនហិតឲ្យច្រើននិយាយឲ្យតិចអាហ្នឹងគឺបែបហ្នឹងចុះបើសិនជាមាត់យើងមាន2អ្នកនរនេះគិតសម័យមើលថានិយាយមិនទៅបែបផ្សេងហើយអូខេចាំមកគេនិយាយថាបុណ្យនឹងបាបក៏វាចេញពីមាត់សុខភាពយើងល្អឬមិនល្អក៏ដោយសារតែមាត់អូខេញ៉ាំចូលពោះទៅអាហ្នឹងគឺវាបែបហ្នឹងអូខេអញ្ចឹងប្រយោគនេះដែរឡាស៊ឺបញ្យល់រៀងច្រើនតិចដល់គ្នាណាអូខេតើអញ្ចឹងចាំជួបគ្នាវីដេអូក្រោយចាំបើអត់តាន់ទេចូលមើលម្ដងទៀតហើយបើចង់រៀនអ្នកនរគ្នាឆាតមកឡាស៊ឺណាអូខេបាយបាយចាំជួបគ្នាវីដេអូក្រោយណា